តារាចម្រៀងសូវីសាបន្ទាប់ពីបានប្រកាសថាបានលែងលះប្តីដាច់ស្រេចហើយពីរំងាប់ដោយការមិនចងពៀក្នុងឈុតសម្លៀកបំពាក់បានក្លាយជាអ្នកកាន់សិលនៅវត្តសំរោងអណ្ដែតកាលពីព្រឹកថ្ងៃទី19ខែសីហាឆ្នាំ2026ដើម្បីជួបសម្ដេចសេចក្ដីមនីកិតិបណ្ឌិតរតសារឿនសមាជិកថេរសភាសង្ឃនៃព្រះពុទ្ធសាសនាកម្ពុជាព្រះអគាធិការរងនៃគាធិការដ្ឋានពុទ្ធិសិក្សាជាតិព្រះមហាសុខមោព្រះអនុគុណខណ្ឌសែនសុងនិងជាព្រះចៅអធិការវត្តសំរោងអណ្ដែតដើម្បីទទួលបានការប្រោះព្រំនិងដំបូលមានផ្សេងៗដើម្បីឲ្យអារម្មណ៍នាងបានស្ងប់ចិត្តសូវីសាបានយកត្រីដែលដាក់ក្នុងកេសស្នោមួយមកប្រឡែងនៅស្រះវត្តសំរោងអណ្ដែតផងដែរសូវីសានិយាយថាបុណ្យដែលនាងបានសាងថ្ងៃនេះសូមឧទ្ទិសជូនដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាប្រចាំខ្លួនសម្ដេចព្រះគ្រូគុណគ្រូខាងឪពុកគុណគ្រូខាងម្ដាយជីដូនជីតាម៉ាកុងសាច់ញាតិទាំង7សន្តានម្ចាស់វេនម្ចាស់កម្ពីអមនុស្សទាំងឡាយព្រមទាំងអ្នកទាំងឡាយណាដែលបានឃើញរូបនេះសូមទទួលបាននៅចំណែកបុណ្យស្មើគ្នាសាធុសាធុពីរំងាប់ដោយការមិនចងពៀសូវីសាបន្ថែមថាមិនធ្លាប់សូម្បីតែគិតថាខ្ញុំអាចមានថ្ងៃនេះពីពេលនេះតទៅសូមយកចិត្តគំនិតផ្ដោតលើព្រះធម៌ដើម្បីរក្សាចិត្តស្ងប់សន្សំសុងអហោសិកម្មឲ្យអភ័យចំណែកលោកប៊ុនថុលប៊ុនថងហៅចេមីនៅពេលអតីតភរិយាទៅវត្តសំរោងអណ្ដែតនោះដំណើរគ្នានេះលោកបង្ហោះរូបថននៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងឈុតអាវធំយ៉ាងសង្ហាតែទឹកមុខក្រៀមក្រំមិននិយាយអ្វីទាំងអស់តាក់ទងរឿងលេងលះជាមួយប្រពន្ធប៉ុន្តែគេក៏សម្គាល់ឃើញថាលោកថមីនៅរក្សារូបថនតាំងលើ profile page Facebook របស់លោកជាមួយប្រពន្ធនិងកូនទាំងពីរដដែលខណៈដែលកាលពីល្ងាចថ្ងៃទី18សីហាក្រោយដើរចេញពីសាលាដំបងរាជធានីភ្នំពេញលោកបង្ហោះរូបភាពជាមួយកូនប្រុសស្រីតែគ្មានសូវីសានឹងថាជាក្តីស្រឡាញ់មិនអាចប្រែនិងគ្មានអ្វីកាត់ថ្លៃបានរបស់លោកចំពោះកូនទាំងពីរគួរបញ្ជាក់ថាការដែលសូវីសាទៅវត្តសំរោងអណ្ដែតនិងលេងត្រីចូលស្រះនេះគឺក្រោយតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាងបានផ្តិតមេដាយលេងលះអតីតស្វាមីលោកប៊ុនថុលប៊ុនថងហៅថមីនៅសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី18សីហាឆ្នាំ2026ក្រោមហេតុផលថារស់នៅមិនចុះសម្រុងនឹងគ្នាដែលរឿងនេះធ្វើឲ្យមានការចាប់អារម្មណ៍ទាំងក្នុងនិងក្រៅសិល្បៈព្រោះកន្លងមកគេធ្លាប់តែឃើញពួកគេបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍ប្រឹងរកស៊ីនិងពង្រីកមុខរបរជាបន្តបន្ទាប់រហូតទិញឡានទិញវីឡាដីធ្លីជាច្រើនកន្លែងមានរថយន្តថ្លៃៗជាច្រើនគ្រឿងជិះឆ្លាស់គ្នាក្រោយពួកគេចាប់ដៃគ្នាជិត7ឆ្នាំមកនេះប៉ុន្តែក្រៅពីលើហេតុផលថារស់នៅមិនចុះសម្រុងនឹងគ្នានោះវីសាមិនអាចទម្លាយរឿងលម្អិតនៃការដើរដល់ផ្លូវបំបែងពីអតីតស្វាមីឡើយចំណែកលោកថមីមិនទាន់និយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងលេងប្រពន្ធទេសូមរំលឹកថាសូវីសាធ្លាប់បានបង្ហាញសញ្ញាលេងប្តីម្ដងរួចទៅហើយកាលពីថ្ងៃទី10ឧសភាឆ្នាំ2026ដែលពេលនោះនាងថាត្រៀមខ្លួនមេម៉ាយប៉ុន្តែនៅថ្ងៃទី11ឧសភានាងបានលើកដៃសំទោសមហាជននឹងថាដោយសារមានការសម្របសម្រួលពីគ្រួសារទាំងសងខាងនាងនិងស្វាមីគ្មានបញ្ហានោះទេក្រោយត្រូវរៅគ្នាវិញវីសានិងប្តីបានចាប់ដៃគ្នារកស៊ីលក់រថយន្តប៉ុន្តែផ្សះផ្សាស្នេហ៍បានតែជាង2ខែចំណងស្នេហ៍បានដាច់ភឹងនៅត្រឹមថ្ងៃទី18សីហាឆ្នាំ2026ហើយវីសាដែលអារម្មណ៍កំពុងតែឈឺបេះដូងព្រោះមិនអាចរក្សាស្នេហាបានគង់វង្សនោះបានបង្ហាញសញ្ញាងាករោគព្រះធម៌និងកាន់សិល5តាមរយៈការស្លៀកឈុតជាដូនជីចំពោះរឿងកូនទាំងពីរគឺកូនស្រីទី1ឈ្មោះថងសាម៉ូលីណាហៅចេនីអាយុ5ឆ្នាំនិងកូនប្រុសទី2ឈ្មោះថងសាដារ៉ាពិសិនហៅចនីអាយុ1ឆ្នាំគេឃើញនៅលើការគ្រប់គ្រងរបស់វីសានៅឡើយមានការកត់សម្គាល់ដែរថាមុនលេងប្តីសូវីសាកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2026នាងបានប្រកាសត្រៀមខ្លួនវិលរោគឆាកតន្ត្រីពេញទំហឹងឡើងវិញព្រោះសម្រកគីឡូបានជោគជ័យក្រោយផ្អាកអាជីពនេះជិត2ឆ្នាំពោលគឺតាំងពីមុនសម្រាកូនទី2ប៉ុន្តែដោយសារតែពេលនេះនាងមានវិបត្តិផ្លូវចិត្តដ៏ធ្ងន់គេជឿថាផែនការអុកឡុកទីផ្សារចម្រៀងរបស់អ្នកមេម៉ាយកូនពីររូបនេះអាចនឹងមានការប្រែប្រួលហើយជ្រើសផ្លូវធ្វើសមាធិរងាប់ចិនដោយតារាមួយចំនួនទៀតដែលទៅប្រេឆាស្នេហាថ្មីៗដែរ